ជំរាបសួរលោកគ្រូខ្ញុំមកធ្វើការបង្ហាញពី lab ដែលជា routing ហើយហេតុអីបានយើងត្រូវធ្វើការធ្វើ routing ហ្នឹងគោលបំណងរបស់យើងគឺថាដូចជា router នេះនៅក្នុងលំហផ្សេងគ្នាពីរហ្នឹងថានេះលំហនៅបាត់ដំបងនេះភ្នំពេញអញ្ចឹងទៅយើងត្រូវការចង់ឲ្យវាតាក់ទងគ្នាបានព្រោះវានៅឆ្ងាយគ្នាយើងត្រូវការអាស្រ័យ static router វាអញ្ចឹងដើម្បីធ្វើបានយើងត្រូវចូលទៅកាន់ option មកចាំជាដំបូងឡើយយើងត្រូវចូលទៅកាន់ interface rename interface ដើម្បីស្គាល់ទៅអាណារបស់ interface ណារបស់អីរបស់អីជាង interface 2ខ្ញុំដាក់ទៅកាន់ R2 នេះ R2 router 2អញ្ចឹងតបមកពីយើងអាសាញហ្នឹងហើយយើងចូលIP address ដើម្បីអាសាញ IP address ឲ្យ LAN admin IT និងrouter 2 router 2ខ្ញុំយក 10.0.1.1/30 បើនោះ IP ដូចនេះនេះយើងទៅយក IP បែបនេះហ្នឹងសម្រាប់ client មើលម្ដងទៀតនេះគឺសម្រាប់ IP client IT បែបនេះ 10.1.1/2 for admin តែយើងបោះ DHCP ឲ្យ client ទាំងពីរហ្នឹងបង្កើត NAT ដើម្បីមានអ៊ីនធឺណិតអាចបោះទៅលោកបានប៉ុណ្ណឹងមកអូខេតបមកទៀតយើងចូលទៅកាន់ router ទី2ចូលកាន់ router ទី2យើងក៏ចូល interface ដែរយើង rename ដូចគ្នា R នេះគឺ interface ទី1គឺវាទទួលបានពី R1 router ទី1ហើយអញ្ចឹងយើងដាក់មកនេះគឺ LAN សម្រាប់ HR អញ្ចឹងអ្វីដែលយើងត្រូវធ្វើយើងគ្រាន់តែចូលទៅ assign IP address ឲ្យ router ហ្នឹងហើយនឹង HR LAN HR ដែលជា LAN មួយនេះអានេះគឺ router ហ្នឹង P1 អញ្ចឹង interface 1អញ្ចឹងនេះគឺ interface 1ខ្ញុំដាក់ R1 ពី interface 1ដល់ R1 អញ្ចឹងខ្ញុំដាក់ IP វា 10.0.1.2 អញ្ចឹងគឺប៉ុណ្ណឹងគឺអូខេហើយដល់មកយើងចូលទៅកាន់មួយទៀត DHCP យើងបោះឲ្យតា client មួយទេបោះឲ្យដល់ទេហើយកាត់ firewall ដូចគ្នាកាត់ណាឲ្យវាដល់មកយើងចូលទៅកាន់ route យើងត្រូវដើម្បីឲ្យអ៊ីនធឺណិតពី LAN នេះមកអាចតាក់ទងមួយ PC2 នេះបានវាត្រូវការឆ្លងកាត់ router នេះអញ្ចឹងពេលវារត់មកវាត្រូវការឆ្លងកាត់កន្លែង E2 នេះអញ្ចឹង E2 ហ្នឹងគឺជារបស់ router បានអញ្ចឹងយើងត្រូវដាក់វាឲ្យស្គាល់នៅតាម static ដែលជា gateway របស់ R21 ហ្នឹងអញ្ចឹងយើងចូល route ហ្នឹងឃើញដូចនេះបើខ្ញុំដាក់ឲ្យគឺ 10.1.1.0.34 ហើយតមក IP gateway របស់ router 1 នេះដែលយើងបានអាស្រ័យនេះគឺ 10.0.0.1 អញ្ចឹងអាហ្នឹងវាប្រើ flash ទៀតទេនេះគឺបែបនេះ 10.0.1.1 តែប៉ុណ្្នឹងមកហើយអានេះតែលើខាងលើនេះ IP របស់នេះយើងត្រូវដាក់ flash តែប៉ុណ្្នឹងមកហើយយើងអូខេទៅហើយមួយទៀតក៏ដូចគ្នាដែរសម្រាប់ PC2 តមកហើយតែប៉ុណ្្នឹងយើងចូលទៅកាន់អានេះវិញrouter 1 វិញចូលកាន់ router 1ក៏យើងត្រូវ assign IP វាស្គាល់គ្នាដូចគ្នាអញ្ចឹងត្រូវ add IP មួយដែរគឺ LAN 3នេះដើម្បីវាអាចតាក់ទងគ្នាបានអញ្ចឹងទេវា ping ទៅវានឹង time out ហើយនេះគឺយើង assign ហ្នឹងទៅតែបច្ច្រាស់ទៅវិញគឺ gateway របស់នេះ 10.0.2 ដោយសារតែហ្នឹងជារបស់ E1 ដែលយើង assign នេះ 10.0.1.2 អញ្ចឹងគឺខុសគ្នាហើយតែប៉ុណ្្នឹងមកគឺអ៊ីនធឺណិតហ្នឹងគឺអាចទេដែរអញ្ចឹងឥឡូវយើងទេអ៊ីនធឺណិតអញ្ចឹងឥឡូវយើងបើកហើយថា DHCP ម្ដងទៀត PC1 DHCP PC2 PC3 DHCP ចង់ដឹងឲ្យច្បាស់នេះគឺទទួលបាន IP 1.1ជារបស់ PC1 ហើយ PC2 គឺប៉ុណ្ណេះ 10.2 ហើយយើងចង់ដឹងរបៀប ping ណាអត់ ping ទៅ 1.1.3.3.254 អញ្ចឹងគឺថារបៀប ping អាច ping ឆ្លងតង់ឆ្លង router បានហើយតែ3 ping មក2នេះបានអត់ 2.1.3.2.254នេះគឺអញ្ចឹងគឺបានដូចគ្នាវាឆ្លងគ្នាបានហើយចេះទី1ទី3ក៏អាចបានដែរយក54នេះថាវាដើរគឺវាអាច ping ឆ្លង router នេះឆ្លង local គ្នាបានហើយយើងចង់ទៅដល់ 2.1.254 គឺដើរទាំងអស់ចឹងមានថាការនេះគឺជោគជ័យហើយគឺមានតែប៉ុណ្្នឹងឯងគឺយើងអាច ping ឆ្លងទៅវិញទៅមកបានទៅកាន់ទៅដោយ router នេះនៅក្នុង local ផ្សេងគ្នាអញ្ចឹងវាអាច ping គ្នាទៅវិញទៅមកបានដោយសារតែវាមាន static route ស្គាល់ static route របស់ស្គាល់ default gateway របស់ route នីមួយៗអញ្ចឹងវាអាចតាក់ទងគ្នាបានអញ្ចឹងការងារទី4ហ្នឹងគឺមានតែប៉ុណ្្នឹងឯងសូមជម្រាបលា